បាទបងប្អូនចឹងថ្ងៃនេះខ្ញុំមានវីដេអូរៀបម៉ាស៊ីនខាងអង្គមីយ៉ាអញ្ចឹងមុនដំបូងយើងត្រូវដាក់អាក់មញងបូមប្រេងបងប្អូនណាកុំភ្លេចឲ្យសោះជាមួយនឹងអាក់មញងបូមប្រេងគឺបើសិនជាអត់មានអាក់ហ្នឹងទេគឺវាអត់ម៉ូតូហ្នឹងអត់មានការបូមប្រេងទេវាធ្វើឲ្យខូចក្បាត់ប៊ីស្តុងសមីច្បាប់អីមកកណាត់មុខគឺខូចទាំងអស់បន្ទាប់មកទៀតយើងធ្វើការដាក់ជាមួយនឹងគេហៅថាផ្លិតបូមអញ្ចឹងវាមានឡតរបស់វា2គ្រាប់ណាបងប្អូនណាមានឡត2គ្រាប់កុំភ្លេចដាក់ឡតហ្នឹងហើយបងប្អូនត្រូវទៅចំណាយពេលមើលវីដេអូនេះរយៈពេល14នាទីជាងបានបងប្អូនអាចធ្វើបានអញ្ចឹងមុននឹងយើងដាក់ផ្លិតបូមចូលយើងធ្វើការតេស្តយ៉ាងម៉េចបងប្អូនដៃថ្មីកន្លែងហ្នឹងបងប្អូនត្រូវចំណាំមុននឹងដាក់បូមប្រេងចូលបងប្អូនត្រូវចាក់ប្រេងឲ្យបងប្អូនពវល់មើលថាវាប្រេងវាបុកឡើងមកឬក៏អត់ពវល់ឆ្វេងស្ដាំបុកឡើងអត់បើវាបុកឡើងមានន័យថាម៉ូតូនឹងបូមប្រេងតែបើវាអត់បុកឡើងមកទេគឺអត់បូមប្រេងទេប្រយ័ត្នបំផុតម៉ូតូដែលអត់បូមប្រេងគឺស្មើនឹងធ្វើឲ្យចោលហើយបងប្អូនណាអញ្ចឹងយើងវាមានប្រឡង3គ្រាប់យើងមុខមូលប្រឡងមកហើយបងប្អូនមើលវីដេអូខ្ញុំហើយកុំភ្លេចជួយ follow page ខ្ញុំហើយនិង subscribe YouTube ខ្ញុំម្នាក់មួយផងបាទពួកអី page view ផ្ទុះដែរប៉ុន្តែអត់មានអ្នក follow អញ្ចឹងមានអារម្មណ៍ថារៀងអន់ចិត្តដែរហើយបងប្អូនចំណាយពេលមើលវីដេអូរបស់ខ្ញុំនេះគឺបងប្អូនអត់មានខកបំណងទេបងប្អូនមានតែសោបងប្អូនអាចធ្វើដោយខ្លួនឯងបានបងប្អូនអាច download ទុកឬក៏ share ម្នាក់មួយទុកមើលដើម្បីថ្ងៃក្រោយបងប្អូនមើលតាមខ្ញុំនឹងទៅមើលស្កប់ទៅយើងអាចធ្វើបានបន្ទាប់មកកន្លែងនេះបងប្អូនដៃថ្មីត្រូវតែពិនិត្យមើលច្បាស់ឬក៏សារវីដេអូខ្ញុំមើលច្រើនដងកន្លែងរៀបម៉ារវេនអញ្ចឹងមុនដំបូងយើងដាក់កស៊ូខ្លីទៅមួយមុនហើយយើងធ្វើការដាក់បថៅហើយយើងដាក់ជាមួយនឹងជ័រកស៊ូលឿងមួយទៀតហើយយើងដាក់មកស័រវាមកទាញធ្ពក់បែបនេះណាហើយយើងរុញវាអប់ណាប្រយ័ត្នតិចដៃថ្មីកន្លែងហ្នឹងមើលច្បាស់ប្រយ័ត្នដាក់ខុសហើយបន្ទាប់មករាល់ពេលដែលយើងរៀបគ្រឿងបង្គុំចុះហើយកុំភ្លេចជាមួយណាតម្រងប្រេងហ្នឹងបងប្អូនណាតម្រងប្រេងហ្នឹងភ្លេចអត់បានទេបងប្អូនណាម៉ូតូឆាប់ខូចដោយសារហ្នឹងហើយរាល់ការរៀបបាទបងប្អូនណាស្បែកយើងដាក់ប្រេងឬក៏យើងត្រាំប្រេងចោល1ម៉ោងមុនក៏បានដែរហើយពេលដែលខ្ញុំរៀបគឺខ្ញុំរៀបបែបហ្នឹងហើយបងប្អូនឃើញរៀបចឹងមិនចេះតែរៀបទេណាបងប្អូនណាគឺខ្ញុំដាក់ស្បែកយើងហ្នឹងខាងទួលខ្ញុំដាក់ចូលទៅក្នុងវាមានស្មើមានទួលខ្ញុំដាក់ខាងទួលចូលកាប់មុខទៅក្នុងហើយចំណែកផ្លាតូដូចគ្នាណាគឺខ្ញុំដាក់ខាងទួលចុះទៅក្រោមផ្លាតូវាមានស្មើវាមានទួលបើបងប្អូនរៀបដូចខ្ញុំចឹងបានម៉ូតូហ្នឹងជិះស្ទុះល្អរៀបវាដូចគ្នាទាំងអស់មកប្រយ័ត្នរៀបខុសក៏ទួងដែរកន្លែងនេះសំខាន់ណាស់បងប្អូនស្បែកសំខាន់ណាស់ម៉ូតូគឺការអូសទាញវានៅកន្លែងស្បែកហ្នឹងបើបងប្អូនធ្វើកន្លែងហ្នឹងមិនស្អាតហើយគឺម៉ូតូហ្នឹងអត់ខ្លាំងទេបងប្អូនណាហើយមិនបាច់ខ្ញុំនិយាយច្រើនទេការរៀបស្បែកបងប្អូនមើលឲ្យធ្វើទៅតាមខ្ញុំអញ្ចឹងវាមានមុខស្មើហើយនឹងមុខទួលខាងមុខទួលយើងដាក់កាប់ទៅក្នុងណាបងប្អូនណានេះបងប្អូនឃើញមានទួលមានស្មើស្បែកក៏ដូចគ្នាស្បែកខ្មៅហ្នឹងហើយរាល់ការដាក់មកតំណប់ហ្នឹងមកស្ទាប់ហ្នឹងគឺកុំភ្លេចបាញ់ជាមួយនឹងប្រេងកាលណាដែលយើងអត់ដាក់ប្រេងពេលដែលម៉ូតូឆេះទៅស្បែកវារីករួមទៅញ៉ាំតែប្រេងចូលបានគឺវាធ្វើលះឆេះស្បែកបងណាកុំភ្លេចឲ្យសោះបើយើងចង់ប្រើបានយូរបងប្អូនត្រូវទៅប្រយ័ត្ននៅគ្រឿងម៉ាស៊ីនកាលណាដែលយើងរៀបចូលបងប្អូនត្រូវតែប្រយ័ត្នបំផុតជាមួយនឹងប្រេងខ្វះបានទេបងប្អូនឈឺកបងប្អូននិយាយច្រើនឈឺកហើយកុំភ្លេចចុច like វីដេអូខ្ញុំម្នាក់មួយបាទហើយជួយ share ម្នាក់មួយដើម្បីឲ្យបងប្អូនទូទាំងប្រទេសអ្នកជាងថ្មីដែលគាត់នៅខ្វះខាតចំណេះវិជ្ជាបាទគឺខ្ញុំចែកម្លែកចែកជូនទៅបងប្អូនប៉ុណ្ណាបានប៉ុណ្ណាទោះបីអ្នកមើលខ្ញុំ 11k ជាងហ្នឹងក្នុងវីដេអូគាត់យកទៅចេះមើលហើយគាត់អនុវត្តបានតា
បាច់ខ្ញុំបាច់ពឹងដល់ 50% ឲ្យតែពួកគាត់អាចទៅយករកស៊ីបានធ្វើបានដោយខ្លួនឯងតែ20 30នាក់ក៏ខ្ញុំសប្បាយចិត្តណាស់បងប្អូនហើយសំខាន់ផុតកន្លែងនេះកន្លែងដែលយើងរៀបស្បែកចូលបងប្អូនណាដាក់ឲ្យប្រើកណ្ដុកទូចពីរហ្នឹងដាក់ឲ្យត្រង់គ្នាមកតែបងប្អូនដាក់ខុសម៉ូតូហ្នឹងធាក់អត់តាក់ទេណាជិះអត់កើតទេណាបងប្អូនជាមួយខ្ញុំដាក់ខុសឲ្យមើលនេះឃើញណាវាអត់ខំទេអញ្ចឹងដល់យើងដាក់ឲ្យប្រើកណ្ដុកទូចពីរហ្នឹងបានយើងជិះកើតហើយបន្ទាប់មកយើងដាក់អន្សរចូលហើយយើងមូសខ្ចៅ3គ្រាប់ហើយខ្ញុំនិយាយបន្តិចទៅកាន់បងប្អូនជាងថ្មីបាទអញ្ចឹងបងប្អូនអាចព្យាយាមមើលវីដេអូខ្ញុំសម្រាប់ដៃថ្មីនៅខ្វះខាតគឺខ្ញុំមិនមែនជាគ្រូបាអាចារ្យទេគ្រាន់តែថាចំណេះវិជ្ជាដែលខ្ញុំអាចចែកជូនទៅបងប្អូនបានបងប្អូនខ្វះខាតបងប្អូនមើលទៅហើយធ្វើតាមខ្ញុំទៅអត់ចេះខុសទេណាប៉ុន្តែក្នុងការធ្វើបងប្អូនត្រូវតែធ្វើឲ្យស្អាតបាតតិចទៅបានប្រើបានយូរម៉ូតូបើយើងធ្វើបលុយចូលដីហើយកន្លែងហ្នឹងកុំភ្លេចណាបងប្អូនដាក់ប្រេងឲ្យមានរងមួយរងហ្នឹងយើងដាក់ខាងឡងចូលក្នុងដាក់ឡងចូលក្នុងហើយយើងធ្វើការដាក់អានេះចូលដាក់ស្បែកចូលទៅក្នុងចានដាក់ចូលទៅក្នុងចានអាហ្នឹងអត់ប្រកាន់ទេអាហ្នឹងលែងប្រកាន់ណាបងប្អូនដាក់ប្រឡោះណាក៏បានដែរហើយយើងរឹតពេលដែលយើងរឹតអាហ្នឹងប្រយ័ត្នបែកណាបងប្អូនណាបងប្អូនត្រូវរឹតឲ្យវាចូលឲ្យស្មើគ្នាបន្តិចឲ្យវាស្មើចុះទៅស្មើគ្នាប្រយ័ត្នតកែកបែកណាហើយពេលដែលយើងដាក់ចូលហ្នឹងមើលមុនយើងរឹតយើងសេរីម៉ាសើឲ្យត្រង់ផងបងណាម៉ាសើហ្នឹងអត់ត្រង់ម៉ូតូក៏ជិះអត់ខ្លាំងដែរណាវាចង់និយាយថាវាអត់ស្មើគ្នាយើងសេរីឲ្យស្អាតតិចនិចតែបន្តិចបងប្អូនជាងខុសគ្នាតែបន្តិចទេហេតុអីជាងខ្លះធ្វើម៉ូតូអត់ខ្លាំងមិនក៏ជាងខ្លះធ្វើម៉ូតូខ្លាំងបងប្អូនអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងតិចណាគឺតិចនិចខុសគ្នាហើយកុំភ្លេចអានេះយើងត្រូវមុននឹងយើងដាក់យើងត្រូវពវល់មើលសិនថាវាខូចអត់យើងពវល់មើលបើយើងពវល់ទៅស្ដាមអញ្ចឹងវល់ហើយពវល់មកក្រោយវិញអត់វល់អាហ្នឹងមានន័យថាវានៅប្រើបានណាតែបើពវល់ទៅណាក៏វល់អត់មានកន្លែងតាក់គឺប្រើអត់កើតទេណាបងប្អូនណាប្រើអត់កើតទេម៉ូតូហ្នឹងមុនយើងរៀបចូលយើងឆែកផងហើយកន្លែងដែលខ្ញុំយកដៃច្អល់មិញហ្នឹងបងប្អូនណាគឺជាពងរបស់ម៉ូតូនេះវាមានចំណុចវាចុចមួយហើយមួយជាហៀងទៀតវាឆែបអាខាងត្រឡោកស្បែកយកហ្នឹងវាឆែបណាហើយកុំភ្លេចដាក់ជាមួយឡតដាក់ឡតចូលទៅក្នុងចានស្បែកបងប្អូនណាខ្ញុំនិយាយថយក្រោយវិញបន្តិចអាកន្លែងឆែបមិញហ្នឹងគេត្រូវយកអាមុខឆែបហ្នឹងយកមកដាក់ឲ្យចំអាចំណុចនៅខាងស្បែកអង្គយ៉ាក្រោយហ្នឹងដាក់ឲ្យចំគ្នាណាបងប្អូនណាបងប្អូនរៀបប្រយ័ត្នបន្តិចកន្លែងហ្នឹងបងប្អូនរៀបខុសម៉ូតូអាចនឹងមានបញ្ហាងើនៅកន្លែងហ្នឹងដែរអញ្ចឹងបងនេះដាក់ឲ្យចំអញ្ចឹងបងប្អូនណាអាកន្លែងឆែបឲ្យចំនឹងអុចហ្នឹងមកការពារខ្លាចវាលាន់ងើលាន់អីបងប្អូនគឺស្តង់ដារគេដាក់ត្រូវមកយើងដាក់អញ្ចឹងមកយើងធ្វើឲ្យទៅត្រូវរបស់គេវិញមកធ្វើឲ្យទៅស្អាតមកអញ្ចឹងបងប្អូនបានមើលវីដេអូខ្ញុំបងប្អូនមានចំណេះដឹងច្រើនខ្ញុំបរៀនអស់ខ្ញុំអត់លាក់ទេព្រោះខ្ញុំងាប់ទៅគឺខ្ញុំអត់អាចវិចខ្ចប់ទៅបានដែរអញ្ចឹងកន្លែងនេះក៏ចំណុចសំខាន់ដែរណាដាក់ប្រហោងហ្នឹងមុននឹងដាក់ហ្នឹងយើងចាក់មើលវាមានប្រហោងអត់វាមានប្រហោងនេះដៃយើងក៏វាមានប្រហោងដែរបងប្អូនត្រូវតែដាក់ឲ្យចំប្រហោងហ្នឹងឲ្យរាល់ការរៀបចូលកុំភ្លេចជាមួយនឹងប្រេងដាក់ឲ្យច្រើនទៅបងប្អូនណាដាក់ឲ្យច្រើនទៅកុំស្ដាយរៀបរន់ហ្នឹងឲ្យចំជាមួយនឹងរន់ដៃយេនម៉ូតូអត់ខ្លាំងក៏ដោយសារហ្នឹងដែរណាប្រយ័ត្នបន្តិចណាឆាប់ឆេះស្បែកក៏ដោយសារហ្នឹងដែរបងប្អូនណាដាក់វាឲ្យចំមកចំណុចទៅបន្តិចទេហើយម៉ូតូដាក់អត់ចំអាហ្នឹងក៏វាអត់ខ្លាំងដែរណាបងអញ្ចឹងបងពេលដែលបងធ្វើយូរទៅបងនឹងមានបទពិសោធន៍ដោយខ្លួនឯងច្រើនទៅពេលខ្លះខុសគ្នាតែបន្តិចទេយើងអត់ដឹងគឺយើងធ្វើអត់បានខ្លាំងទេណាចំណុចខ្លាំងម៉ូតូគឺនៅខាងហ្នឹងបងប្អូនណាហើយរាល់ការរៀបចូលនេះបងប្អូនមើលឲ្យច្បាស់ខ្ញុំបំបែកឲ្យអស់ចឹងមកដល់គឺអាកញ្ញាញហ្នឹងនៅមុខណាដាក់ទៅមុនគេអារងមានព្រាហ្នឹងដាក់ទៅមុនគេបន្ទាប់មកយើងដាក់រងស្ដើងដាក់អសមកលើណា
vì miền là song lấy đã mà lỡ hay chào bao vía chào cái lẽ nó thùng khang mốc thùng khang cõi tôi tên á chào với tôi chiên hàng cõi dân đã rong môi tôi muốn tòa máu dân dọa khang so là lộn nó mua cho cõi tại phần năng bông phôn thôi tam nhầm chẳng mà hãy bông phôn mua trâu hái bông phôn từ do gặp pleng máu bánh việt mồm bán nữa này còn bánh khang cái thì giặt trụ dân bánh man mơ thầm chóp bàn lấy nhom bánh trong khang trốn luôn còn bánh đọc khang được nhom cái thì giặt khô vậy bánh mà là mồm để dân kịch hạt chùa thấy còn không thu về chẳng video ní điều như bây giờ trái là bóng phone nè khăn chi và cam rosi thơ một tàu chiên một tàu ấy đó hay là sáng ní complete rất time cứ dân thời tự rất time công tăng với thì giặt bài dân rất to chỉ môiនឹងចានតឡោកចឹងមកតោះតិចតែលមបានអាហ្នឹងក៏វាមិនរបូតទេបងប្អូនព្រោះវាមានមិនសពឹងមកតែយើងត្រូវរត់ឲ្យជាប់ដូចគ្នាក៏មិនតឹងពេកដែរប្រយ័ត្នបែកខូចតោះមកយើងដាក់បដាងចូលបាទបដាងខាងអង្គយ៉ាកុំភ្លេចជាមួយដាក់ប្រេងហ្នឹងហើយពវលមើលខ្លាចវាគៀងវាហើយយើងអុកវាស្មើចឹងមកកុំឲ្យឡោកហើយបន្ទាប់មកជាមួយនឹងអានេះគេហៅអីទេបងប្អូនណាផ្លេចបាត់ហើយវាមានពងរបស់វាណាដាក់ឲ្យត្រូវគ្នាណាគេហៅស្អីទេថាតាំងពីរៀនម៉ូតូមកអត់ដឹងអាហ្នឹងគេហៅអីបងប្អូនដាក់ឲ្យត្រង់ជំនួសរបស់វាអញ្ចឹងណាហើយដាក់ឲ្យចូលអញ្ចឹងមកតាមរូបភាពវីដេអូដែលខ្ញុំបង្ហាញហ្នឹងដាក់អញ្ចឹងមកលក្ខណៈរបស់វាគឺបែបហ្នឹងហើយកុំភ្លេចនឹងកាច់ព្រាចូលផងកាច់តែមួយបានណាបងប្អូនណាកុំកាច់ច្រើនពេកទុកអាហ្នឹងបាក់មានអាផ្សេងប្រើថ្ងៃក្រោយទៀតកាច់តែមួយវឌ្ឍនាទេមិនបាច់កាច់មកទាំងអស់ទេនាំបាក់ទេហើយបន្ទាប់មកកុំភ្លេចជាមួយនឹងក្របទប់ប្រេងក្របនេះដែរវាមានតួនាទីទប់ប្រេងឲ្យចេញមកក្រៅឲ្យដើម្បីឲ្យវានៅចិញ្ចឹមដៃយេនបងប្អូនណាគឺតែអត់មានអាហ្នឹងក៏ជីកកើតដែរគាត់ថាវាលះខូចកុំភ្លេចវាសោះហើយយើងរត់ឲ្យជាប់មកហើយវីដេអូយើងក៏ចិត្តចប់ដែរបងប្អូនណាហើយយើងជូតឲ្យស្អាតបាតមកមុននឹងយើងរៀបដាក់កតេចូលយើងជូតឲ្យស្អាតបងប្អូនណាហើយសម្រាប់ខ្ញុំអត់ប្រើកាវទេគឺខ្ញុំសម្អាតបានស្អាតចេះខ្ញុំមិនបាច់ចាំប្រើកាវទេខ្ញុំប្រើតែរងខ្លាញ់គោខ្ញុំអត់ដាក់ទេដាក់ឆៅយើងឲ្យអត់លិចទេឲ្យតែយើងធ្វើស្អាតការងារមិនចាំដាក់កាវនៅប្រទេសបតាទេហើយមិនបាច់ភ័យតែលិចទេឲ្យតែយើងធ្វើស្អាតឲ្យតែយើងជឿជាក់លើខ្លួនឯងគង់តែលាយបងប្អូននិយាយលេងទេខ្ញុំរៀបមិនដែលមានបញ្ហារឿងជ្រាបរឿងអីទេបងប្អូនគឺខ្ញុំសម្អាតបានស្អាតបន្ទាប់មកកន្លែងនេះកុំភ្លេចជាមួយនឹងម្សៅមួយហើយវាមានអាខាងមុខវាលយហ្នឹងដាក់ទៅក្រោមដាក់ផ្កាប់ទៅណាអាខាងស្មើយើងដាក់មកលើមកមើលតាមដែលខ្ញុំបង្ហាញហ្នឹងបងប្អូនពេលខ្លះខ្ញុំនិយាយអត់ទាន់ហើយយើងដាក់កតេទៅយើងដាក់មើលឲ្យត្រង់ប្រហោងមករវេនកតេវាបើម៉ូតូខ្លះរៀងបញ្ចូលស្រួលហើយខ្លះរៀងតឹងអញ្ចឹងពេលតឹងយើងបងប្អូនទះពីមុខដូចខ្ញុំនោះឃើញទេទះពីខាងក្បាលកន្លះមកយកដៃទះមកក្រោយមកទះតម្រង់ហើយដៃមួយជាកត់នោះចូលម៉ូតូខ្លះក៏វារៀងតឹងម៉ូតូខ្លះក៏ដាក់ម៉ាំងចូលភ្លុកអញ្ចឹងវីដេអូយើងក៏ឈានចូលទីបញ្ចប់ដែរនៅតែកន្លែងមូលខ្ចៅទេហើយបងប្អូនកុំភ្លេចចុច follow page ហើយនឹង YouTube subscribe ម្នាក់មួយទៅហើយកុំភ្លេច share វីដេអូទុកមើលទាំងអស់ថ្ងៃក្រោយធ្វើអត់ចេញអីបានបើកវីដេអូយើងមើលស៊ីលុយទៅបានហើយអរគុណសម្រាប់ការ like share អ្នក comment អ្នកចូលចិត្តហើយសង្ឃឹមថាបងប្អូនដែលខ្ញុំបង្ហាញវីដេអូនេះទៅបងប្អូនហើយអាចចេះបានច្រើនគ្នាអ្នកដែលថ្មីហើយគាត់នឹងសប្បាយចិត្តពីវីដេអូខ្ញុំមានតែការចែករំលែកជូនបងប្អូនទេអញ្ចឹងវីដេអូយើងក៏ឈានដល់ទីបញ្ចប់